ហើយតាក់ទងទៅនឹងរចនាសម្ព័ន្ធក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិថ្នាក់ជាតិរចនាសម្ព័ន្ធនៃការគ្រប់គ្រងទៅតាមស្ថាប័ននីតិបញ្ញត្តិប្រសិទ្ធភាពរដ្ឋសភានិងក្រមរក្សាធម្មនុញ្ញស្ថាប័នតុលាការកំពូលសាលាឧទ្ធរសាលាដំបងរាជធានីភ្នំរាជធានីខេត្តស្ថាប័ននីតិបញ្ញត្តិទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្រសួងការពារជាតិក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងមុខងារសាធារណៈ29ក្រសួងការបង្កើតស្ថាប័នក្រុមប្រឹក្សាអាជ្ញាធរគណៈកម្មាធិការនិងយុទ្ធការនានាស្ថាប័នឯករាជ្យអង្គភាពប្រឆាំងអំពើពុករលួយនិងអគ្គលេខាធិការដ្ឋានកជបរដ្ឋមន្ត្រីដែលមានឈ្មោះទៅគ្រប់គ្រងក្រសួងទាំងអស់ទី1រដ្ឋមន្ត្រីឯកឧត្តមកតេនីតិកោសលបណ្ឌិតប៊ិនឈិនរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីសម្ដេចកលាហោមសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចពិជ័យសេនាទាបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមប្រសិទ្ធុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឯកឧត្តមអគ្គបណ្ឌិតសភាចារអូនពុនមនីរតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកឧត្តមវែងសខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកឧត្តមអុករ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទឯកឧត្តមប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្តមកតេសេដ្ឋាបណ្ឌិតចមប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មឯកឧត្តមស៊ុយសែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលឯកឧត្តមឆាយថនរដ្ឋមន្ត្រីក្រសួងផែនការឯកឧត្តមបណ្ឌិតសភាចារហុងជួននរ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមវងសោតរដ្ឋមន្ត្រីក្រសួងសង្គមគិច្ចអតីតយុវជននិងយុវតីសម្បទាឯកឧត្តមជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ឯកឧត្តមសាយសំអល់រដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្តមលឹមគៀនហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមឯកឧត្តមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពឯកលោកជំទាវកតេសង្កហៈបណ្ឌិតប៉ែនសំអនរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយនឹងរដ្ឋសភាប្រសិទ្ធភាពនិងអធិការកិច្ចឯកឧត្តមជាវ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណិកនិងទូរគមនាគមន៍ឯកឧត្តមម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមសុនចន្ទថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកជំទាវភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈឯកឧត្តមថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរឯកឧត្តមឈិតសុខុនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាឯកឧត្តមអឹងកន្ថាភាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនិងនារីឯកឧត្តមឥតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តមព្រំសុខារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈឯកឧត្តមម៉ៅហាវណ្ណារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលទីក្រសួងនៃប្រជាជាតិកម្ពុជាក្នុងនីតិកាលទី6នៃរដ្ឋសភាទី1ទីស្តីការគណៈរដ្ឋមន្ត្រីទី2ក្រសួងមហាផ្ទៃទី3ក្រសួងការពារជាតិទី4ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិទី5ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទី6ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទទី7ក្រសួងអភិវឌ្ឍជនបទទី8ក្រសួងពាណិជ្ជកម្មទី9ក្រសួងឧស្សាហកម្មនិងសិប្បកម្មទី10ក្រសួងរ៉ែនិងធម្មពលទី11ក្រសួងផែនការ12ក្រសួងអប់រំយុវជននិងកីឡាទី13ក្រសួងសង្គមគិច្ចនិងអតីតយុវជននិងយុវតីសម្បទា
និងទី14ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ទី15ក្រសួងអប់រំក្រសួងបរិស្ថានទី16ក្រសួងធនធានទឹកនិងអន្តរនិយមទី17ក្រសួងព័ត៌មានទី18ក្រសួងយុទ្ធភ័ពទី19ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាប្រសិទ្ធភាពនិងអធិការកិច្ចនិងទី20ក្រសួងប្រៃសណីនិងទូរគមនាគមន៍21ក្រសួងសុខាភិបាល22ក្រសួងសាធារណការនិងដឹកជញ្ជូន23ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទី24ក្រសួងទេសចរ25ក្រសួងធម្មការនិងសាសនាទី26ក្រសួងកិច្ចការនារី27ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងទី28ក្រសួងមុខងារសាធារណៈទី29រដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិលទាក់ទងទៅនឹងរចនាសម្ព័ន្ធគ្រប់គ្រងក្រសួងមានចាប់ពីរដ្ឋមន្ត្រីអគ្គលេខាធិការអនុរដ្ឋលេខាធិការអគ្គនាយកអគ្គលេខាធិការអគ្គធិការអគ្គនាយករងអគ្គនាយកអគ្គលេខាធិការរងអគ្គធិការរងនិងប្រធាននាយកដ្ឋានអនុប្រធាននាយកដ្ឋានប្រធានការិយាល័យនិងអនុប្រធានការិយាល័យបន្ទាប់មកមន្ត្រីការបង្កើនក្រសួងនៅប្រជាណាចក្រកម្ពុជាការបង្កើតក្រសួងគឺត្រូវកំណត់ដោយច្បាប់ក្រសួងនីមួយៗនឹងត្រូវអនុវត្តសមត្ថកិច្ចស្របតាមច្បាប់ដែលបង្កើតក្រសួងនោះការរៀបចំនិងការប្រព្រឹត្តទៅដោយរបស់ក្រសួងចាប់ពីថ្នាក់នាយកដ្ឋានឡើងត្រូវកំណត់ដោយអនុក្រឹត្យការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងចាប់ពីថ្នាក់នាយកដ្ឋានចុះត្រូវកំណត់ទៅដោយប្រកាសក្នុងករណីមានវិវាទសមត្ថកិច្ចរវាងក្រសួង2ឬក៏ច្រើនគណៈរដ្ឋមន្ត្រីឬត្រូវពិនិត្យនិងសម្រេចរដ្ឋមន្ត្រីដឹកនាំការងារក្នុងក្រសួងនិងគ្រប់គ្រងមន្ត្រីរាជការបុគ្គលិកដែលជាភ្នាក់ងារនៅក្រោមអាវ៉ាតរបស់ខ្លួនរដ្ឋមន្ត្រីមានភារកិច្ចដឹកនាំគ្រប់គ្រងក្រសួងនិងអង្គភាពចម្រុះក្នុងក្របខ័ណ្ឌសមត្ថកិច្ចដែលកំណត់នៅក្នុងច្បាប់នៅពេលដែលរដ្ឋមន្ត្រីណាម្នាក់អវត្តមានឬក៏មានភារកិច្ចមិនអាចដឹកនាំគ្រប់គ្រងក្រសួងបានជាបណ្ដោះអាសន្នរដ្ឋលេខាធិការប្រចាំការត្រូវទទួលដឹកនាំការងារប្រចាំថ្ងៃរបស់ក្រសួងក្នុងឋានៈជារដ្ឋមន្ត្រីស្ដីទីរហូតដល់មានវត្តមានរដ្ឋមន្ត្រីនៃក្រសួងសម័យនៅក្នុងករណីដែលរដ្ឋលេខាធិការប្រចាំការមិនអាចបំពេញតួនាទីជារដ្ឋមន្ត្រីស្ដីទីបានរដ្ឋមន្ត្រីអាចចាត់តាំងរដ្ឋលេខាធិការផ្សេងទៀតជារដ្ឋមន្ត្រីស្ដីទីរដ្ឋមន្ត្រីស្ដីទីមិនមែនជាសមាជិករដ្ឋាភិបាលត្រូវអនុវត្តសិទ្ធិអំណាចតាមការប្រគល់សិទ្ធិពីរដ្ឋមន្ត្រីតួនាទីភារកិច្ចនិងសិទ្ធិអំណាចរបស់រដ្ឋមន្ត្រីស្ដីទីត្រូវកំណត់ទៅដោយអនុក្រឹត្យក្រសួងនីមួយៗនឹងមានរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការមួយចំនួនតាមការចាំបាច់រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការបំពេញភារកិច្ចតាមការប្រគល់ពីរដ្ឋមន្ត្រីនៃក្រសួងសម័យក្រសួងនីមួយៗនឹងអាចមានទីប្រឹក្សានិងជំនួយការតាមការចាំបាច់រដ្ឋមន្ត្រីមានសិទ្ធិលើសំណើតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការក្រមអាវ៉ាតតាមបែបបទនីតិវិធីជាធរមានចាប់ពីថ្នាក់ប្រធាននាយកដ្ឋាននិងថ្នាក់ប្រហាក់ប្រហែលឡើងទៅថ្នាក់បរិស្ថានឯកនៃកងយុទ្ធពលខេមរៈភូមិន្ទនិងនគរបាលជាតិរដ្ឋមន្ត្រីមានសិទ្ធិតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការក្រមអាវ៉ាតតាមបែបបទនីតិវិធីជាធរមានដោយប្រកាសចាប់ពីថ្នាក់ក្រោមប្រធាននាយកដ្ឋាននិងថ្នាក់ប្រហាក់ប្រហែលថ្នាក់ក្រោមវរៈសេនីយ៍នៃកងយុទ្ធពលខេមរៈភូមិន្ទនិងនគរបាលជាតិរដ្ឋមន្ត្រីមានសិទ្ធិចេញប្រកាសសេចក្តីសម្រេចនិងសេចក្តីណែនាំប្រកាសសេចក្តីសម្រេចនិងសារាចរឬក៏សេចក្តីណែនាំរបស់ក្រសួងមិនអាចចែងអំពីកិច្ចការដែលមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់ក្រសួងនោះហើយក៏ពុំអាចមានទំនាស់ជាមួយនឹងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលឡើយការបង្កើតស្ថាប័នក្រុមប្រឹក្សាអាជ្ញាធរគណៈកម្មាធិការនិងយុទ្ធការនានារាជរដ្ឋាភិបាលអាចលើកសំណើបង្កើតឬក៏បង្កើតស្ថាប័នក្រុមប្រឹក្សាអាជ្ញាធរគណៈកម្មាធិការនិងយុទ្ធការនានាតាមការចាំបាច់ដោយច្បាប់ឬក៏លិខិតបទដ្ឋានគតិយុត្តតាមក្រោមច្បាប់ស្ថាប័នក្រុមប្រឹក្សាអាជ្ញាធរគណៈកម្មាធិការនិងយុទ្ធការនានាដែលបានបង្កើតឡើងមិនបានក្របខ័ណ្ឌមន្ត្រីរាជការទៅដោយឡែករបស់ខ្លួនឡើយមន្ត្រីរាជការដែលបំពេញការងារនៅក្នុងស្ថាប័នក្រុមប្រឹក្សាអាជ្ញាធរគណៈកម្មាធិការនិងយុទ្ធការនានាត្រូវជ្រើសរើសយក
ពីក្របខ័ណ្ឌមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងឬក៏ក្រសួងពាក់ព័ន្ធលើកលែងតែមានកំណត់នៅក្នុងច្បាប់ដោយឡែកនាយករដ្ឋមន្ត្រីអាចចាត់ទុកសមាជិករាជរដ្ឋាភិបាលមួយរូបឲ្យទទួលដឹកនាំគ្រប់គ្រងស្ថាប័នក្រុមប្រឹក្សាអាជ្ញាធរគណៈកម្មាធិការនិងយុទ្ធការនានាដែលបានបង្កើតឡើងមកដល់ថ្នាក់ក្រោមជាតិរដ្ឋធម្មនុញ្ញឆ្នាំ1981ទៅដល់រដ្ឋធម្មនុញ្ញឆ្នាំ1989ដល់រដ្ឋធម្មនុញ្ញឆ្នាំ1992ការបែងចែកដែនដីឆ្នាំ1981គឺខេត្តស្រុកឃុំបន្ទាប់មកស្រុកខណ្ឌជាការបែងចែកដែនដីឆ្នាំ1989ខេត្តទីរួមខេត្តស្រុកសង្កាត់ឃុំមានក្រុងខណ្ឌហើយយើងស្រុកជាយក្រុងសង្កាត់ឃុំអញ្ចឹងខេត្តក្រុងស្រុកខណ្ឌនិងឃុំសង្កាត់ត្រូវគ្រប់គ្រងទៅដោយគណៈកម្មាធិការរហូតមកដល់ឆ្នាំការបែងចែកដែនដីក្នុងឆ្នាំ1993មានខេត្តស្រុកឃុំក្រុងខណ្ឌសង្កាត់ចំណែកដល់ការបែងចែកដែនដីនៅឆ្នាំ2008មានខេត្តក្រុងស្រុកខណ្ឌឃុំហើយមានរាជធានីខណ្ឌសង្កាត់ដល់ថ្នាក់មូលដ្ឋានរដ្ឋបាលរាជធានី1រដ្ឋបាលខណ្ឌ14និងរដ្ឋបាលសង្កាត់105រដ្ឋបាលតំបន់រដ្ឋបាលខេត្ត24រដ្ឋបាលក្រុង27រដ្ឋបាលសង្កាត់131រដ្ឋបាលស្រុកហ្នឹង162រដ្ឋបាលឃុំសង្កាត់ហ្នឹង1410